គាត់ផងមកនឹងគឺថាពេញកាលែងទីធ្លាសម្រាប់ប្រជុំហ្នឹងគឺមានតែមន្ត្រីគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលហ្នឹងមកចូលរួមយ៉ាងកក្រឹកកក្រែងដើម្បីបង្កើតឲ្យមានរូបភាពមួយថាអ្នកណាដែលថាគេមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋបោះឆ្នោត8 9លាននាក់ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅអត់មានការបាញ់បោះអត់មានការសម្លុតបំភ័យមានរថក្រោះមានកាភ្លើងធំអីទៅភ្ជង់អីអញ្ចឹងទៅអាហ្នឹងគឺរាយការណ៍នៅក្នុងអង្គការសហប្រជាជាតិដែលបង្កើតឲ្យមានរូបភាពមួយថារដ្ឋាភិបាលកម្ពុជាគេស្របច្បាប់គេមានកៅអីនៅ UN គេមានអ្នកណាដកចោលគេទៅប្រជុំបានមានអ្នកណាហាមគាត់បាទមិនខុសទេក៏ប៉ុន្តែយើងត្រូវមើលសម្គាល់ទីចំណុចដែលសំខាន់ទី1ដែលគួរឲ្យកត់សម្គាល់គឺរឿងដែលហេតុអីបានជារដ្ឋាភិបាលកម្ពុជាត្រូវការឲ្យនាយករដ្ឋមន្ត្រីបញ្ជូនគណៈប្រតិភូមកកក្រឹកកក្រែងមកម្លេះនៅពេលដែលទើបតែបោះឆ្នោតដោយមានការដូចថាធ្វើទុកបុកម្នេញសម្លេងប្រឆាំងយ៉ាងរន្ធាន់ហើយយើងនាំគ្នាចំណាយលុយរត់អស់រាប់សែនដុល្លារដើម្បីជួយជួលយន្តហោះចិនដើម្បីជិះមកអង្គការសហប្រជាជាតិដែលតាមពិតកិច្ចប្រជុំអង្គការសហប្រជាជាតិអត់ត្រូវការគណៈប្រតិភូអីទាំងអស់បើអត់មកចូលរួមក៏អត់បញ្ហាអីដែរព្រោះអីអង្គការសហប្រជាជាតិនេះគឺជាកិច្ចប្រជុំដែលប្រព្រឹត្តទៅជាទៀងទាត់ជារៀងរាល់ឆ្នាំសមាជិករបស់អង្គការសហប្រជាជាតិប្រទេសណាក៏ចូលរួមបានដែរសូម្បីកូរ៉េខាងជើងកាល់កាដាហ្វីនៅដែលជាមេដឹកនាំផ្ដាច់ការសាដាំហ៊ូសេនឬក៏មេដឹកនាំផ្ដាច់ការណាទាំងអស់នៅលើពិភពលោកដែលជាសមាជិករបស់អង្គការសហប្រជាជាតិមានសិទ្ធិមកចូលរួមជន់ដីអាមេរិកបានដូចគ្នាអត់មានថាមេដឹកនាំផ្ដាច់ការចូលទឹកដីអាមេរិកអត់បានទឹកដីអាមេរិកនៅក្នុងបូរីញូវយ៉កនេះណាមិនមែនបានន័យថាអស់លោកទាំងអស់នោះតំណាងឲ្យប្រទេសទាំងអស់នោះមកចូលរួមក្នុងទឹកដីអាមេរិកដើរមកសេរីទេមកដល់អាមេរិកនេះគឺប្រទេសទាំងអស់គឺគេវាស់ដីឲ្យដើរបូរីញូវយ៉កដោយសារតែវាមានស្នាក់ការអង្គការសហប្រជាជាតិនៅទីនោះដូច្នេះគឺគេវាស់ដីឲ្យដើរបានន័យថាមកចូលរួមតែប្រជុំអង្គការសហប្រជាជាតិទេដោយសារតែអង្គការសហប្រជាជាតិគេមានស្នាក់ការនៅបូរីញូវយ៉កដូច្នេះប្រទេសទាំងអស់ហ្នឹងផ្ដាច់ការមិនផ្ដាច់ការបោះឆ្នោតមិនប្រក្រតីមិនប្រក្រតីភូមិមានមិនភូមិថៃមានរដ្ឋបហាលក្ខនឹងលក្ខអីគេអត់ខ្វល់ទេព្រោះអីអង្គការសហប្រជាជាតិតែដល់មហាសន្និបាតរបស់គេគឺគេប្រជុំប្រចាំឆ្នាំហើយចង់មកប្រមាណ50នាក់ក៏បានចង់មកម្នាក់គត់ក៏បានមិនចង់មកក៏បានដែរអត់មានអីដែលតាក់ទងនឹងការមកឬមិនមកភាពស្របច្បាប់ឬក៏មិនភាពស្របច្បាប់អីព្រោះយើងជាប្រទេសរបស់អង្គការសហប្រជាជាតិនឹងជាសមាជិករួចទៅហើយយើងបង់លុយប្រចាំឆ្នាំទៀតមិនមែនជាសមាជិកនឹងតទេទេប្រទេសខ្លះបង់ដល់សែនដុល្លារប្រទេសខ្លះបង់ដល់លានដុល្លារនោះសមាជិករបស់អង្គការសហប្រជាជាតិណាប្រទេសកម្ពុជាយើងតូចតាចខ្ញុំជឿថាយ៉ាងច្រើន$100,000ចោះជាសមាជិកខ្ញុំជឿថាប្រហែលជា$80,000$100,000អីហ្នឹងវាមិនច្រើនទេជាសមាជិកប្រចាំសម្រាប់អង្គការសហប្រជាជាតិណាដូច្នេះដោយសារការបង់ប្រាក់កម្រៃជាសមាជិកហ្នឹងគឺយើងមានសិទ្ធិមកចូលរួមប្រជុំនៅក្នុងស្នាក់ការគេរៀបចំឲ្យមានជាកន្លែងឲ្យយើងចូលថ្លែងសារថ្លែងអីអញ្ចឹងប៉ុន្តែសួរថាតើការទទួលស្គាល់ប៉ុណ្ណាអត់មានទេគឺធម្មតាប៉ុន្តែសំខាន់គឺកម្ពុជាខ្លួនឯងត្រូវការនាំគណៈប្រតិភូនាំលោកហ៊ុនសែននាំអីមកកាលពីហ្នឹងគឺដើម្បីស្អំចិត្តប្រជាពលរដ្ឋនៅក្នុងស្រុកឲ្យជឿថាឃើញទេអ្នកណាថាមានដឹកនាំខ្មែរទៅអាមេរិកអត់បានគេទៅទាំងវងទាំងវាយអីផងទៅចូលរួមនៅក្នុងកិច្ចប្រជុំអ្នកណាថាអាមេរិកដាក់ទណ្ឌកម្មកម្ពុជាតាមពិតនេះគឺជាការយល់ខុសសុទ្ធសាធដូចខ្ញុំជម្រាបច្រើនសារហើយមកនេះមិនមែនមកដើរគ្រប់រដ្ឋបានទេគឺចេញតែពីបូរីញូវយ៉កគឺខ្ញីហើយព្រោះអីគេឲ្យដើរតែវាស់ដីទៅក្នុងបូរីញូវយ៉កទេយើងគ្មានសិទ្ធទៅលេងប្រជាពលរដ្ឋនៅរដ្ឋនេះរដ្ឋនោះឲ្យអត់ទេសាកធ្វើទៅបើសិនជាធ្វើបានអានឹងបានថាយើងដើរនៅលើសហរដ្ឋអាមេរិកនៅបានដោយសេរីអាស្រ័យដោយសារតែអង្គការសហប្រជាជាតិនឹងវាមានស្នាក់ការនៅបូរីញូវយ៉កទេបើសិនជាមានស្នាក់ការនៅផ្សេងក៏មន្ត្រីទាំងអស់នោះមិនអាចធ្វើដំណើរក្នុងនាមជាប្រទេសកម្ពុជាទៅចូលរួមអង្គការសហប្រជាជាតិនៅទៅធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកដោយគ្មានការអញ្ជើញពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនោះដែរហើយប្រធានាធិបតីសហរដ្ឋអាមេរិកពេលនោះអត់មានបានអញ្ជើញគណៈប្រតិភូកម្ពុជាណាឲ្យចូលរួមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅស្រុកនឹងដែរព្រោះអីអត់មានឃើញទៅជួបជាប្រមុខរដ្ឋគាត់ទៅប្រជុំអង្គការសហប្រជាជាតិធម្មតាជាប្រពៃណីខ្ញុំស្លេះប៉ុណ្ណឹងអញ្ចឹងថាកម្ពុជាយើងឆ្ងល់ទេថាហេតុអីបានជានាំគណៈប្រតិភូទៅច្រើនម្ល៉េះកាលហ្នឹងលោកប្រាក់សុខុនជារដ្ឋមន្ត្រីក្រសួងការបរទេសតែម្នាក់ឯងក៏បានដែរទៅតំណាងអង្គការសហប្រជាជាតិទៅនិយាយថ្លែងសារហើយថ្លែងក៏គេអត់ស្ដាប់អីដែរព្រោះអីអង្គការសហប្រជាជាតិនេះវាគ្រាន់តែជាវេទិកាមួយបង្ក្រប់កិច្ចឲ្យឃើញថាប្រជុំប្រចាំឆ្នាំប៉ុន្តែនៅពេលដែលគេជជែកកិច្ចការងារអីធំតុកមូលតូចតាចឬក៏នៅខាងប្រទេសណាជាក់លាក់រឿងសន្តិភាពនៅហ្គាហ្សាឬក៏នៅតំបន់ណាផ្សេងទៀតនៅពិភពលោកអាហ្នឹងបានគេចាប់ផ្ដើមជជែកស៊ីជម្រៅប៉ុន្តែជាប្រជុំគឺប្រជុំធម្មតាដល់វេទិកាកម្ពុជាតាមអក្សរក្រមកខកខងបើកម្ពុជានៅតួលេខរៀងទីប្រមាណដល់ម៉ោងគេឲ្យ5នាទីថ្លែងទៅថ្លែងសារអីថ្លែងទៅគេអត់មានទៅខ្វល់រឿងយើងថ្លែងសារអីទេព្រោះអាហ្នឹងគឺជាវេទិកាសមាជិកដែលយើងបង់លុយ
ហើយដល់អញ្ចឹងកម្ពុជាចង់ធ្វើឲ្យមើលទៅថាគេទទួលស្គាល់យើងមកទាំងវងទាំងវាយហើយទៅបងប្អូនចេះតែគិតថាអូគ្មានអ្នកណាថ្កោលទោសកម្ពុជាគ្មានអ្នកណាដាក់ទណ្ឌកម្មកម្ពុជាទេថ្នាក់ដឹកនាំមកមិនមែនអញ្ចឹងទេយើងអត់មែនមកជាក្នុងនាមជាផ្លូវរដ្ឋណាហើយកម្ពុជាស្អំចិត្តខ្មែរទេសុកចិត្តចាយលុយអស់រាប់សែនដុល្លារដើម្បីជួលយន្តហោះយកមនុស្សមកអត់ប្រយោជន៍ក៏ប៉ុន្តែដើម្បីអីដើម្បីលួងចិត្តកម្ពុជាថាឃើញទេយើងបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌មានគេទទួលស្គាល់គណៈប្រតិភូមក UN គេទទួលស្គាល់អីថ្លែងសារជួនកាលគេនៅមកសាលដែលពេញទំហឹងដាក់មនុស្សបានរាប់ពាន់នាក់ជួនកាលនៅតែគ្នាគាត់ 4-5 នាក់អង្គុយស្ដាប់សារថ្លែងរបស់កម្ពុជាអីចឹងទៅតែខ្ញុំនិយាយនេះមិនបន្តិចប្រអាក់ថាចឹងយើងមើលស្រាលកម្ពុជាអត់ទេខ្ញុំចង់និយាយថាការពិតរបៀបនៃនីតិវិធីក្នុងការប្រជុំនៅអង្គការសហជីវជាតិនេះគេធ្វើអញ្ចឹងគឺគេអត់មានទទួលស្គាល់មិនទទួលស្គាល់យើងជាសមាជិកហើយមិនបាច់ខ្វល់ទេក៏ប៉ុន្តែនៅក្នុងហ្នឹងបើយើងអ្វីដែលសំខាន់នៅអង្គការសហជីវជាតិយើងមើលក្រុមប្រឹក្សាសិទ្ធិមនុស្សសន្ទុះបងប្អូនខ្ញុំអធិស្ឋានដោយសារតែខ្ញុំភ្លេចបិទ Airplane Mode តែមានបងប្អូនយើងក៏ខលចូលមកចង់គាំងខ្ញុំចង់និយាយថាអ្វីដែលសំខាន់ណាជាដុំកំភួនដើម្បីដឹងថាកម្ពុជាជារដ្ឋអធិបតេយ្យស្របច្បាប់ឬក៏មិនស្របច្បាប់យើងក៏មើលអំពីសមាជិកភាពអង្គការសហជីវជាតិដូចខ្ញុំនិយាយចឹងថាកូរ៉េខាងជើងក៏ជាសមាជិកប្រទេសផ្ដាច់ការណាក៏ជាសមាជិកដែរអត់មានទាត់ចោលអីទេព្រោះអីសមាជិកនេះគឺមិនតម្រូវទៅលើផ្ដាច់ការមិនផ្ដាច់ការទេទាល់តែខ្លាយទៅជារដ្ឋាភិបាលបល័យពូជសាសនាមួយទៅគេដូចថាព្យួរមករយៈអីអាហ្នឹងមានការប្តឹងផ្ដាល់អីអាហ្នឹងអត់កម្ពុជាអត់ទាន់ណាប្តឹងផ្ដាល់ឲ្យដកព្យួរកៅអីយើងនៅឡើយទេចឹងនៅនឹងរហូតរឿងសំខាន់ដែលគួរដែលកត់សម្គាល់គឺនៅពេលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិប្រជុំឲ្យគេនិយាយពីអីជាទូទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិគឺគេប្រជុំគឺគេស្ដាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សនៃប្រទេសនីមួយៗហ្នឹងហើយជារៀងរាល់ឆ្នាំគឺមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសំទោសក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិហ្នឹងគឺគេនិយាយពីរឿងខ្មែរហើយមានអ្នករាយការណ៍ពិសេសរបស់អង្គការសហជីវជាតិនៅប្រទេសកម្ពុជាមួយរូបរាល់ពេលមករាយការណ៍យើងដឹងហើយមានតាំងពីលោកសូរ្យាសុបឌីក្រោយមកមានអ្នកស្រីរ៉ូណាស្មីតក្រោយមកក៏មានលោកវិធិតមន្តភ័ណ្ឌអីលក្ខណៈអ្នកទាំងអស់នោះឯងគឺជាអ្នករាយការណ៍អំពីសិទ្ធិមនុស្សនៅកម្ពុជានេះពេលនេះដែលគេស្គាល់កម្ពុជាច្បាស់គេអត់ស្គាល់កម្ពុជាទេនៅពេលកម្ពុជាយកនាយករដ្ឋមន្ត្រីយើងមកថ្លែងសារអីហ្នឹងគេដឹងថាសារហ្នឹងសារពិធីសារតានិយាយការពារមិនមែននិយាយការពិតនិយាយដោះសារមិនមែននិយាយដោះស្រាយទេដល់តែពេលគណៈកម្មការសិទ្ធិមនុស្សឯករាជ្យមានអ្នករាយការណ៍ពិសេសមានអង្គការសង្គមស៊ីវិលអីនិយាយពីសិទ្ធិមនុស្សនៅកម្ពុជាគេរាយការណ៍នៅពេលនោះឯងដែលពេលគេឲ្យបន្ទុកកម្ពុជាក្នុងភាពស្របច្បាប់ឬមិនស្របច្បាប់នោះយើងស្របច្បាប់ជាសមាជិកអង្គការសហជីវជាតិក៏ប៉ុន្តែនៅពេលដែលគេនិយាយពីរឿងសិទ្ធិមនុស្សយើងនឹងដឹងតើអង្គការសហជីវជាតិគេនិយាយសិទ្ធិមនុស្សយើងបញ្ហាសិទ្ធិមនុស្សសេរីភាពចាប់មេដឹកនាំបកប្រឆាំងដាក់ទណ្ឌកម្មដាក់គុកដាក់ពន្ធនាគារចលនាធម្មជាតិមេដាធម្មជាតិធ្វើបាបកោតក្របាតកោនាការវលនឹងលក្ខអាហ្នឹងគេថ្លែងនៅក្រមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិអានងឯងដែលគេដឹងអំពីខ្លឹមសារពិតនៃអ្វីដែលកើតឡើងនៅកម្ពុជាព្រោះអង្គការសហជីវជាតិគេស្ដាប់មន្ត្រីរាយការណ៍ពិសេសឯករាជ្យបែបហ្នឹងនឹងអង្គការសង្គមស៊ីវិលនិងសាកសីរស់ដែលគេយកមកស្ដាប់នៅក្នុងសវនាការបែបហ្នឹងហើយមួយទៀតគឺយើងដឹងច្បាស់កម្ពុជាមានស្ថានភាពប៉ុណ្ណានៅពេលដែល4ឆ្នាំម្ដងគេធ្វើការត្រួតពិនិត្យសិទ្ធិមនុស្សគេហៅថាការត្រួតពិនិត្យសិទ្ធិមនុស្សជាសកលតាមកាលកំណត់គឺ4ឆ្នាំម្ដងគឺគេហៅកម្ពុជាមកនិយាយថាសិទ្ធិមនុស្សបានធ្វើអីចឹងប្រទេសទាំងអស់ហ្នឹងគឺគេនិយាយអំពីសិទ្ធិមនុស្សអានេះបានគេនិយាយអំពីតថភាពពិតហើយនៅពេលដែលនិយាយតថភាពពិតហ្នឹងគឺកម្ពុជារំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើទុកបុកម្នេញអីលក្ខណៈការបោះឆ្នោតគ្មានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ផ្ទុយពីអ្វីដែលកម្ពុជាឡើងមកសូត្រឲ្យគេគឺថាសេរីពេញទំហឹងឥឡូវវិលមកវិញពីភាពស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលកម្ពុជាស្របច្បាប់នៅលើឆាកអន្តរជាតិមានអង្គការសហជីវជាតិមានសមាជិកអីគេទទួលស្គាល់អត់មានអីមន្ទិលទេយើងមិនថារដ្ឋាភិបាលនឹងអត់ស្របច្បាប់ក៏ប៉ុន្តែដំណើរការដឹកនាំរដ្ឋមិនប្រកាសថាស្របច្បាប់ទេដូចរឿងនៅភូមាដូចរឿងនៅកូរ៉េខាងជើងអញ្ចឹងមេដឹកនាំតំណាងកូរ៉េខាងជើងអាចមកថ្លែងសារអីបានប៉ុន្តែមិនមែនបានន័យថាអង្គការសហជីវជាតិទទួលស្គាល់របៀបដឹកនាំរដ្ឋរបស់យើងទេកម្ពុជាមានការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យរំលាយគណៈបកសង្គ្រោះជាតិចោលអស់ប្រជាជន3លានអ្នកពាក់កណ្ដាលប្រទេសបោះឆ្នោតរំលាយគេចោលមកបោះឆ្នោតមានតែគណៈបកខ្លួនឯងក្រុមគ្នាឯងដល់ហើយអត់មានតំណាងរបស់គណៈបកប្រឆាំងតើភាពស្របច្បាប់មានប៉ុណ្ណាអានេះហើយដែលធ្វើឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះ
មានអតិពលមួយនៅក្នុងការបញ្ជាក់ថាវាជារដ្ឋាភិបាលជំនួសវាមិនមែនជារដ្ឋាភិបាលស្របច្បាប់100%ដោយរដ្ឋាភិបាលក្នុងប្រទេសទេប៉ុន្តែជារដ្ឋាភិបាលជំនួសមួយនៅក្នុងពេលដែលអ្វីនៅក្នុងស្រុកខ្មែរមិនអាចនឹងឲ្យប្រជាពលរដ្ឋបញ្ចេញមតិឬក៏យកកង្វល់របស់ប្រជាពលរដ្ឋទៅស្ដាប់បានទេព្រោះរដ្ឋាភិបាលដូចនៅកូរ៉េខាងជើងអីវិញយើងទៅជឿគាត់ថាអាចនឹងតំណាងឲ្យប្រជាពលរដ្ឋកូរ៉េខាងជើងទាំងអស់យ៉ាងម៉េចបើនិយាយចាប់គុកប្រហារជីវិតដាក់គុកប្រហារជីវិតចឹងទៅរហូតដូចសម័យខ្មែរក្រហមហ្នឹងតើឲ្យអង្គការសហប្រជាជាតិឬប្រទេសគេស្ដាប់មិនរបបប្រជាធិបតេយ្យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមហ្នឹងយើងទៅតំណាងអ្នកណាបើអ្នកណាគ្រាន់តែបាក់មជុលមួយយកគេទៅសម្លាប់ចោលដែរហ្នឹងតែនៅក្នុងប្រទេសយើងថាអត់អីទេយើងមានប្រជាធិបតេយ្យមានអីយើងមានសមាជិកនៅអង្គការសហប្រជាជាតិអីចឹងឧទាហរណ៍ប៉ុន្តែការពិតជាក់ស្ដែងគឺយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យនៅក្នុងន័យនេះឯងដែលរដ្ឋាភិបាលឬក៏ប្រទេសទាំងឡាយនៅលើពិភពលោកនឹងគេថ្លឹងថ្លែងថាតើប្រជាពលរដ្ឋនៃប្រទេសដែលរងការធ្វើទុកបុកម្នេញនឹងមានជំរឿសអីផ្សេងអត់ហើយជំរឿសផ្សេងហ្នឹងគេទទួលស្គាល់ជាផ្លូវការអត់ការទទួលស្គាល់ជាផ្លូវការមិនមែនស្រួលទេព្រោះអង្គការសហប្រជាជាតិទទួលស្គាល់តែរដ្ឋអធិបតេយ្យដែលមានរដ្ឋាភិបាលតាមរយៈការបោះឆ្នោតទេតាក៏ប៉ុន្តែគេមិនដែលទទួលស្គាល់រដ្ឋាភិបាលស្រមោលរដ្ឋាភិបាលនិរទេសរដ្ឋាភិបាលអីផ្សេងដែលជាក្រុមមួយដើម្បីធ្វើចលនាទាមទារសិទ្ធិសេរីភាពនិងដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យបើរដ្ឋាភិបាលនឹងបង្ក្រាបគេខ្លាំងដូច្នេះនៅក្នុងនេះនៅតែមានអធិបុលមួយគឺខ្វះអីរដ្ឋាភិបាលភូមាអីនៅពេលដែលរំលាយអង្គការចាត់តាំងរដ្ឋាភិបាលដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យអ្នកស្រីអងសានស៊ូជីជាប់ឆ្នោតហើយទៅរំលាយរដ្ឋាភិបាលម្ចាស់ឆ្នោតគេអស់ទៅគេមានរដ្ឋាភិបាលនិរទេសគេមួយតស៊ូនៅលើឆាកអន្តរជាតិយើងសួរថាតើគេទទួលស្គាល់ដោយរដ្ឋាភិបាលនៅភូមាទេវាមិនមានកម្រិតទទួលស្គាល់ដល់ថ្នាក់យកមកឲ្យថ្លែងសារនៅអង្គការសហប្រជាជាតិបានទេវាអត់ដោយសារអីរដ្ឋាភិបាលម្ចាស់ផ្ទះទេដែលមានសមាជិកស្រាប់លើកលែងតតែគេដកតំណែងដកកៅអីចេញពីរដ្ឋាភិបាលសពថ្ងៃហើយអនុញ្ញាតឲ្យរដ្ឋាភិបាលមួយថ្មីដែលបង្កើតឡើងនឹងចូលយកកៅអីនឹងជំនួសអាហ្នឹងបានយើងគិតថាវាជំនួសភ្លាមបាន 100% ប៉ុន្តែនៅក្នុងន័យជានយោបាយនៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋមួយដែលធ្វើឲ្យប្រជាពលរដ្ឋអត់មានជំរឿសអីហើយបង្ក្រាបធ្វើទុកបុកម្នេញវាត្រូវតែមានជំរឿសអីមួយរដ្ឋាភិបាលនិងអ្នកនយោបាយនៅក្រៅប្រទេសក៏គេឲ្យតម្លៃទៅតាមនឹងដែរតម្លៃ 100% យ៉ាងណាអានឹងជាបញ្ហាបច្ចេកទេសផ្លូវច្បាប់និងនយោបាយនៅក្នុងការបកស្រាយទេក៏ប៉ុន្តែបងប្អូនត្រូវចាំណាបើសិនជាកម្ពុជាជារដ្ឋឯករាជ្យមានប្រព័ន្ធតុលាការត្រឹមត្រូវម្លេះសំគេឲ្យយើងកាត់ទោសខ្មែរក្រហមតែខ្លួនយើងបាត់ទៅហើយយើងមើលខ្មែរក្រហមយើងដូចថានៅសម័យ79 75ដល់79ហ្នឹងគឺរំលេចខ្ទេចហេដ្ឋារចនាសម្ព័ន្ធសម្រាប់មនុស្ស1,700,000 នាក់តើមានការកាត់ក្តីខ្មែរក្រហមទេពីមុនមកមានក្នុងម្ដុំឆ្នាំ1979ក្រោយបែករបបខ្មែរក្រហមមកមានតុលាការបដិវត្តកម្ពុជាកាត់ក្តីខ្មែរក្រហមកោលទោសសុទ្ធតែជាប់គុកជាប់ច្បាប់អីមកកណោហ្នឹងរបបហ្នឹងប៉ុន្តែអ្នកណាដែលទទួលស្គាល់តុលាការនៅពេលនោះព្រោះអីគេថាយើងគ្មានឯករាជ្យទេអញ្ចឹងទៅបានជាក្រោយមកបានជាទើបមានការបង្កើតសាលាក្តីខ្មែរក្រហមមួយក្នុងន័យថាយកខ្មែរក្រហមនោះមកកាត់ក្តីយើងដែលមានតុលាការកាត់ក្តីហើយយកមកកាត់ក្តីរឿងដដែលកើតទៀតទេគ្មានច្បាប់ណាអនុញ្ញាតឲ្យកាត់ក្តីទេព្រោះអីគេហៅអាជ្ញាអស់ជំនុំយើងជំនុំរឿងអីមួយដែលចប់រឿងដដែលហ្នឹងអត់អាចយករឿងដដែលហ្នឹងមកកាត់ក្តីដដែលទៀតទេអត់ទេគឺត្រូវជាប់ទោសជាប់អីឲ្យចប់អាហ្នឹងសិនចូលដល់រឿងថ្មីបានកាត់ទោសទៀតប៉ុន្តែដោយសារតែប្រព័ន្ធតុលាការយើងពីមុនគេមិនទុកចិត្តទើបគេបង្កើតឲ្យមានសាលាក្តីខ្មែរក្រហមឡើងហើយសាលាក្តីខ្មែរក្រហមនេះគឺមានការចូលរួមពីអន្តរជាតិប្រើប្រព័ន្ធតុលាការខ្មែរកូនកាត់អីអញ្ចឹងដោយសារអីបើគេទុកចិត្តតុលាការកម្ពុជាថាជារដ្ឋអធិបតេយ្យរដ្ឋឯករាជ្យអាចកាត់ក្តីបានគេបដ ாய் ឲ្យកាត់ក្តីខ្មែរក្រហមម្ដងទៀតដែរប៉ុន្តែអាហ្នឹងដោយសារអីដោយសារតែគេមិនទុកចិត្តហើយវិលមកវិញអញ្ចឹងសួរថារដ្ឋាភិបាលកម្ពុជាសពថ្ងៃស្របច្បាប់ទេស្របហើយស្របនៅក្នុងន័យថាមានការបោះឆ្នោតមានអីចឹងដូចនៅកូរ៉េខាងជើងដូចនៅចិនអីចឹងប៉ុន្តែវាមានឯកបៈមានអីចឹងដល់តែពេលសំណូមពរប្រជាពលរដ្ឋជាច្រើនរដ្ឋាភិបាលនេះមិនយកទៅដោះស្រាយមិនយកទៅធ្វើតាមដូចជារឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឥឡូវនេះធ្វើឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះមានបញ្ហាមួយការបង្កើតជារដ្ឋាភិបាលក្រៅប្រទេសមានន័យស្របច្បាប់នៅក្នុងន័យនយោបាយប៉ុន្តែនៅក្នុងយន្តការស្របច្បាប់ឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ឬក៏ឲ្យស្ថាប័នប្រទេសណាទទួលស្គាល់គេមិនដែលសរសេរសារទទួលស្គាល់អញ្ចឹងទេហើយគាត់ថាទទួលស្គាល់ក្នុងន័យថាវាជាជំរឿសរបស់ប្រជាពលរដ្ឋកម្ពុជាអានេះតកតងនឹងភាពស្របច្បាប់នៅក្នុងការដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតើគាត់ដាក់ពាក្យប្តឹងបានអត់អានេះហើយដែលជាបញ្ហាមួយដែរបងប្អូនខ្ញុំជឿថាក្រមរដ្ឋាភិបាលក្រៅប្រទេសគាត់ប្រឹងដែរ
យើងគួរតែសរសើរគាត់បានត្រូវមិនគួរណាទៅទាញគាត់ទេចុះបងប្អូននៅក្នុងប្រទេសធ្វើអីគេបានដើម្បីឲ្យរដ្ឋាភិបាលក្នុងប្រទេសរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតដាក់ពាក្យប្តឹងទៅតុលាការព្រំតយុតិធធអន្តរជាតិឬព្រំតអន្តរជាតិបើគាត់មិនដាក់ធ្វើអីគាត់ហើយបងប្អូនគិតថាបើគាត់មិនដាក់ធ្វើអីគាត់អញ្ចឹងនៅតវ៉ាអញ្ចឹងទៀតទៅហើយដល់ពេលរដ្ឋាភិបាលក្រៅប្រទេសទៅនាំគ្នាររឿងគ្នាថាមិនស្របច្បាប់មិនអីទៅខែងជាជំរឿសមួយបើយើងអត់ព្រមដាក់ផងហើយចុះខាងនេះដាក់ដើម្បីបង្កើតឲ្យមានយន្តការរបៀបជារដ្ឋាភិបាលក្នុងន័យច្បាប់គ្នាលំបាកអញ្ចឹងហើយបានជាតវ៉ាមួយថ្ងៃហើយមួយថ្ងៃទៀតហ្នឹងបើទោះបីបង្កើតរដ្ឋាភិបាលហើយក៏ដោយហ្នឹងគឺនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះមានកៅអីនៅអង្គការសហប្រជាជាតិហើយជាសមាជិករបស់ក្រុមប្រឹក្សាឬក៏លក្ខន្តិកៈក្រុងរ៉ូមនិងតុលាការយុត្តិធម៌អន្តរជាតិនេះដាក់ទៅព្រោះអីវាមានសិទ្ធិច្រើនជាងតាមពិតគ្នាអង្វរឲ្យដាក់តែបើខ្លួនមានសិទ្ធិដាក់ទៅហេតុអីបានជាឲ្យគ្នាកំពុងបកកវែកកឆ្នាំងនេះមកលំបាកនៅក្នុងការទាមទារសិទ្ធិស្របច្បាប់ហ្នឹងឲ្យគ្នាពិបាកវិញហើយគ្នាចង់ជួយហើយទៅរករឿងគ្នាហើយខ្លួនឯងមិនព្រមដាក់អញ្ចឹងហើយបានជាខ្ញុំចេះតែប្រៀបធៀបថាកម្ពុជាដូចសត្វសំណក់នៅក្នុងស្នឹមចម្បើងដែលទៅដេកនៅហ្នឹងអាគោក៏ស៊ីចម្បើងមិនបានអាឆ្កែក៏ស៊ីមិនបានហើយយើងទៅធ្វើដូចជាសត្វធាតុនៅក្នុងស្នឹមចម្បើងហ្នឹងដែលនៅរារាំងមិនឲ្យគេស៊ីអីបានតែខ្លួនឯងស៊ីអត់បានអាហ្នឹងខ្ញុំធ្លាប់ប្រៀបធៀបអញ្ចឹងឲ្យបងប្អូនថាកុំប្រៀបធៀបកម្ពុជាទៅនឹងសត្វឆ្កែឆ្មាអីវាមិនថ្លៃថ្នូរខ្ញុំអត់មានប្រៀបធៀបមើងងាយកម្ពុជាទេតែរដ្ឋាភិបាលកម្ពុជាមិនដាក់ពាក្យប្តឹងដែលខ្លួនមានសិទ្ធិស្របច្បាប់ហើយចិត្តប្រជាប្រដ្ឋផ្សេងទៀតគេភ័យខ្លាចបាត់ទឹកដីដែរដល់អញ្ចឹងគេបង្កើតឲ្យមានរដ្ឋាភិបាលក្រៅប្រទេសដើម្បីដាក់ប្តឹងហើយបើមិនប្តឹងទេកុំទៅរករឿងគេប៉ុន្តែគ្រាន់តែថាបើយើងជាចឹងបានថាបងប្អូនកម្ពុជាគឺជាម្ចាស់ទ្រព្យចោលលួចទ្រព្យយើងបើបងប្អូនសួរថាតើម្ចាស់ទ្រព្យនៅពេលដែលយើងបាត់ទ្រព្យហើយខ្លាចជាជនរងគ្រោះហើយដើម្បីដាក់ពាក្យបណ្ដឹងតើឲ្យសាកសីដែលគេឃើញព្រឹត្តិការណ៍ហ្នឹងគេជួយដាក់បណ្ដឹងឬអ្នកចិត្តខាងជួយដាក់បណ្ដឹងតើបណ្ដឹងហ្នឹងមានទម្ងន់មួយណាធ្ងន់ជាងជាការពិតគឺទម្ងន់ធ្ងន់គឺនៅម្ចាស់ផ្ទះគឺកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះឯងដែលត្រូវដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះយើងជាជនរងគ្រោះត្រូវចោលលួចចោលប្លន់ជាម្ចាស់ខ្លួនសម័យខ្លួនគឺ 100% គឺយើងជាដើមបណ្ដឹងហើយប៉ុន្តែយើងអត់ព្រមដាក់បណ្ដឹងទារបស់មកវិញអញ្ចឹងអ្នកចិត្តខាងគ្នាឈឺឆ្អាលឬក៏អ្នកមើលឃើញគេឈឺឆ្អាលយកទៅដាក់យើងសួរសំណួរទៀតចុះអ្នកចិត្តខាងដាក់ពាក្យប្តឹងឲ្យឬក៏អីគេដាក់ប្តឹងឲ្យតើមានឥទ្ធិពលអីដែរទេយើងសាកមើលបន្តិចគិតមើលចេះវិញនៅពេលដែលមានបទល្មើសអីកើតឡើងសួរថាតើបើសិនជាមនុស្សម្នាក់នៅក្នុងផ្ទះហ្នឹងមានតែម្នាក់ឯងហើយត្រូវបានចោលចូលមកប្លន់ហើយបាញ់សម្លាប់ហើយអត់មានអ្នកណាដឹងទេហើយទៅអ្នកចិត្តខាងមើលឃើញតើអ្នកចិត្តខាងមានសិទ្ធិប្តឹងជំនួសឲ្យអ្នកស្លាប់នឹងបានអត់ឬក៏ចាំអ្នកស្លាប់នឹងប្តឹងវាអត់អាចទៅចាំអ្នកស្លាប់ប្តឹងទេព្រោះអ្នកស្លាប់បាត់ទៅហើយបើនៅរស់ក៏បាត់បង់ស្មារតីក្នុងន័យប្តឹងបានទៅប្តឹងអីកើតដូច្នេះមានតែអ្នកចិត្តខាងហ្នឹងដាក់បណ្ដឹងទៅហើយរឿងតុលាការឬប៉ូលីសចាត់ការអីយ៉ាងណាស៊ើបអង្កេតរឿងហ្នឹងជារឿងសំខាន់ឲ្យមានបណ្ដឹងទៅសិនអញ្ចឹងគេស៊ើបអង្កេតទៅគេសួរទៀតថាអូម្ចាស់ផ្ទះហ្នឹងស្លាប់បាត់ទៅហើយដូច្នេះគ្នាមិនអាចប្តឹងទេអញ្ចឹងបណ្ដឹងទៅជាបន្ទុករបស់រដ្ឋអាជ្ញាអញ្ចឹងទៅរឿងវាអញ្ចឹងណាបងប្អូនហើយហេតុអីបានទៅរករឿងអ្នកចិត្តខាងដែលខំជួយប្តឹងហេតុអីក៏ទៅរិះគន់ជំរិញគេថាឥឡូវហ្នឹងមិនដែរមានអ្នកខ្លះគេចោទសួរឥឡូវហ្នឹងមិនដែរបានទៅចូលរួមប្រជុំអង្គការក្រុមប្រឹក្សាសន្តិភាពជាមួយនឹងលោកត្រាំអត់បើអួតថាបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលមានភាពស្របច្បាប់ហ្នឹងហេតុអីមិនចូលទៅតុប្រជុំក្រុមប្រឹក្សាសន្តិភាពជាមួយគេទៅបើស្របច្បាប់ខ្ញុំថាភាសានិយាយនេះគឺជាភាសាខ្វះការគិតពិចារណាឬក៏មិនយល់កិច្ចការអីទាល់តែសោះការចូលរួមជាសមាជិករបស់ក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំគេលោកត្រាំអត់មានចង់ខ្វល់កម្ពុជាចូលមិនចូលស្របច្បាប់មិនស្របច្បាប់ទេគាត់គិតពីរឿងលុយ$1000 លានជាងជាសមាជិកគាត់ចង់គោះអញ្ចឹងទេហើយទៅដោះស្រាយមិនមែនដោះស្រាយរឿងខ្មែរទេណាបងប្អូនដោះស្រាយរឿងហ្គាហ្សាឈប់បោកគ្នាទៀតទៅបានហើយកម្ពុជាមិនមែនមកចូលរួមក្រុមប្រឹក្សាសន្តិភាពនេះដើម្បីដោះស្រាយរឿងខ្មែរទេណាហើយក៏អត់មានមកលើករឿងខ្មែរអីនិយាយបានដែរព្រោះប្រធានបទគឺនិយាយអំពីដំណោះស្រាយហ្គាហ្សាហើយលោកត្រាំពេលដែលប្រជុំថ្ងៃ19ខែកុម្ភៈនេះណាគឺនឹងគោះប្រទេសទាំងអស់ដែលជាសមាជិកហ្នឹងឲ្យធ្លាក់លុយធ្វើមិនឲ្យបាន$5000 លានយកទៅជួយតំបន់ហ្គាហ្សាអត់មែនយកលុយហ្នឹងមកជួយចំនួនព្រំដែនកម្ពុជាថៃទេបងប្អូនច្បាស់ទាំងអស់គ្នាហើយកុំឲ្យផ្ដាល់ក្តីសង្ឃឹមបែបរវើរវាយហើយនាំគ្នាលួងចិត្តលួងទៅអត់អីទេក៏ប៉ុន្តែកុំឲ្យប្រជាពលរដ្ឋខ្មែរគ្នាទទួលបានព័ត៌មានបែបក្តីសង្ឃឹមคล้ายៗហើយចិត្តតែបោកប្រជាពលរដ្ឋរហូតមិនទេ
យើងកោតសរសើររដ្ឋាភិបាលកម្ពុជាថាចង់បានស្រឡាញ់សន្តិភាពចង់ឲ្យគេលឺថាយើងចង់បានសន្តិភាពមកចូលរួមជាសមាជិកអីល្អហើយកោតសរសើរថ្នាក់ដឹកនាំយើងទៅក៏ប៉ុន្តែកម្ពុជាចង់បានសន្តិភាពដោយសារតែយើងវាយមិនឈ្នះថៃទេមិនមែនបានន័យថាចង់បានសន្តិភាពដោយសារយើងមានសពាវុធខ្លាំងរឹងមាំថៃក្អកអត់បានទេមិនមែនទេយើងអត់អាចតតាំងជាមួយថៃបានយើងអត់មានជំរឿសទេក្រៅតែពីអង្វរថៃឲ្យចរចាហើយនឹងចូលរួមអីផ្សេងទៀតលើឆាកអន្តរជាតិដើម្បីអង្វរអន្តរជាតិឲ្យទទួលស្គាល់ថាកម្ពុជាជាជនរងគ្រោះព្រោះគេអត់ទទួលស្គាល់យើងសោះអញ្ចឹងយើងចេះតែជ្រៀតបន្តិចទៅសរសើរថ្នាក់ដឹកនាំទៅខំប្រឹងប៉ុណ្ណឹងមកដើម្បីឲ្យបានមានមុខគេដែរថាកម្ពុជាស្រឡាញ់សន្តិភាពទេណាគ្នាមិនមែនជាអ្នកបង្កហេតុទេតែប៉ុណ្្នឹងទេប៉ុន្តែសួរថាកម្ពុជាមានឥទ្ធិពលអីទៅយករឿងកម្ពុជាព្រំដែនថៃមកនិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពអត់ទេនៅពេលនេះអត់ទេបើថាពេលក្រោយណាទៀតខ្ញុំអត់ដឹងទេព្រោះកិច្ចក្រុមប្រឹក្សាសន្តិភាពនេះបង្កើតឡើងដើម្បីគោលបំណងតែមួយគត់គឺដោះស្រាយបញ្ចប់ចំនួននៅតំបន់ Gaza Strip ដែលមានចំនួនរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់និងប៉ាឡេស្ទីនអីតែប៉ុណ្្នឹងឯងហើយលុយ$5000 លាននេះគឺបានលោកត្រាំបានគោះបានហើយគឺមានអារ៉ាប់រួមគេតកែប្រេងកាតអីគេខ្ជាក់មកហើយមានប្រទេសមួយទៀតគេចាប់ផ្ដើមដាក់លុយតែខ្ញុំជឿថាកម្ពុជាយើងគ្មានលុយឯណាទៅជួយលោកត្រាំទេគ្រាន់តែថាលោកត្រាំសប្បាយចិត្តនៅក្នុងការដែលយើងជួយបង្ក្រប់កិច្ចរបស់គាត់ឲ្យមានសមាជិកអីចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់គាត់ព្រោះក្រុមប្រឹក្សាសន្តិភាពនេះមិនមែនក្របខ័ណ្ឌអង្គការសហប្រជាជាតិទេគឺជាក្របខ័ណ្ឌរបស់លោកត្រាំបង្កើតជាឯកតោភាគីគ្រាន់តែថាគោះប្រទេសផ្សេងឲ្យចូលរួមក្នុងន័យថាបើអ្នកឯងមិនចូលរួមអ្នកឯងមិនសហការជាមួយអាមេរិកគឺមានបញ្ហាអញ្ចឹងក្នុងនាមជាបងធំអាមេរិកប៊ូលីចឹងទេតែប៉ុន្តែមិនអាក្រក់អីពេកទេបងប្អូនបើប៊ូលីដើម្បីរកប្រយោជន៍ឲ្យកាហ្សាក៏រកទៅហើយអាមេរិកក៏ចង់បានឥទ្ធិពលអាមេរិកឲ្យលើសពីអង្គការសហប្រជាជាតិថាអង្គការសហប្រជាជាតិនេះងាប់ស្ដោកហើយធ្វើអីក៏មិនកើតដែរចង់បានអាមេរិកជួយទៅដើម្បីឲ្យមានបញ្ចប់សង្គ្រាមនៅកាហ្សាឬក៏នៅប៉ាឡេស្ទីនឬក៏នៅអ៊ុយក្រែននៅអីហ្នឹងដើម្បីអីដើម្បីស្អំចិត្តប្រជាពលរដ្ឋនៅអាមេរិកថាលោកត្រាំគឺជាអ្នកស្រឡាញ់សន្តិភាពប៉ុន្តែគាត់អាចផ្សះផ្សាសន្តិភាពផ្លូវក្នុងនៅប្រទេសអាមេរិកនេះបានទេឆ្លោះគ្នារាល់ថ្ងៃដែរទេបាតកម្មពេញទឹកពេញដីរឿងចាប់ជនអន្តោប្រវេសន៍ខ្វះឯកសាររឿងអីនឹងបាញ់សម្លាប់គ្នាអូយវិលមុខដែរនិយាយទៅសន្តិភាពហ្នឹងគឺគាត់និយាយបែបជានយោបាយតែមែនតែនសន្តិភាពផ្លូវចិត្តនៅស្រុកអាមេរិកអត់មានទេអញ្ចឹងហើយបានជាលោកសង្ឃ19អង្គហ្នឹងនិមន្តជើងតទេពីរដ្ឋតិចសាសមក109ថ្ងៃដើម្បីសុំអីបងប្អូនសុំសន្តិភាពក្នុងប្រទេសអាមេរិកទេមិនសំសន្តិភាពពិភពលោកទេគឺយើងដឹងហើយថាមានសន្តិភាពអត់នៅពេលដែលប្រសង់និមន្តមកត្រូវឡានបុកពីព្រះអង្គត្រូវពីការជើងមកព្រះអង្គកាត់ជើងទាំងសងខាងទៀតដូច្នេះនិយាយទៅគឺយើងនៅតែលំបាកនៅក្នុងប្រទេសអាមេរិកផ្នែកសន្តិភាពដែរតែយ៉ាងណាបងប្អូនឥឡូវវិលមកវិញរឿងសំណួរដែលបងប្អូនសួរថាតើហេតុអីបានរដ្ឋាភិបាលក្រៅប្រទេសមិនដាក់ពាក្យខ្លួនឯងទៅចាំបាច់សុំគេសុំអីរដ្ឋាភិបាលហ៊ុនម៉ាណែតហើយឥឡូវចាប់ផ្ដើមធ្វើបាតកម្មនៅថ្ងៃ19នេះទីឲ្យដាក់ពាក្យទៀតខ្ញុំនៅតែប្រកាន់ជំហរថាអ្នកដែលមានសិទ្ធិស្របច្បាប់គឺរដ្ឋាភិបាលកម្ពុជាដាក់ទៅវាមានទឹកមាត់ប្រៃជាងក៏ប៉ុន្តែបើយើងមិនដាក់នេះហើយគឺជាការបើកដៃឲ្យរដ្ឋាភិបាលក្រៅប្រទេសដាក់ព្រោះអីគេប្រាប់ថាគេខំប្រឹងតវ៉ាឲ្យដាក់ច្រើនលើកច្រើនគ្រាមិនមែនគេមិនចង់ណាតែយើងខ្លួនឯងតើដែលមិនចង់ដាក់ដូច្នេះក៏មកបន្ទោសគេរឿងដាក់ពាក្យដាក់អីទៅបានគេទទួលមិនទទួលគ្នាខំអញ្ចឹងធ្វើម៉េចបើគ្នាខំជួយប្តឹងយកទ្រព្យមកឲ្យខ្លួនឯងវិញសោះហើយទ្រព្យបាត់សោះវាមានអីចង្អាយអាហ្នឹងដូចយើងមានហាងមួយអញ្ចឹងយើងបើកលក់ដូរអីអញ្ចឹងទៅហើយយើងខ្វះមនុស្សហើយស្រាប់តែមានក្រុមយុវជនក្មេងៗចាញ់ពីសាលារៀនទៅចាញ់មក4-5នាក់គេប្រាប់ថាខ្ញុំសុំស្ម័គ្រចិត្តជួយធ្វើការជូតបោសជូតលក់ដូរអីឲ្យហាងយើងដែលអត់យកប្រាក់ហើយយើងទៅទាត់គេចោលទេយើងកំពុងខ្វះមនុស្សហើយគេមកជួយអត់យកប្រាក់សោះគ្រាន់តែរៀនហាត់ការដើម្បីបានចេះរបៀបគ្រប់គ្រងហាងគ្រប់គ្រងអីយើងទទួលគេដៃ10ព្រោះគាត់អាស្ម័គ្រចិត្តមកជួយហេតុអីបានតែយើងទាត់គេចោលគេមិនត្រូវការលុយគេមិនត្រូវការប្រាក់អីទេគេបញ្ចំណាយកម្លាំងពេលវេលាអីអាហ្នឹងយើងមើលទៅគួរតែសរសើរគួរតែអរគុណគេហេតុអីបានទៅរករឿងគេទៅវិញយើងដែលទៅជេរអ្នកស្ម័គ្រចិត្តមករកជួយយើងហើយប្រាប់ថាកុំមកអញ្ញៃក្នុងហាងខ្ញុំមិនត្រូវការអ្នកឯងទេអ្នកឯងចង្រៃអីចឹងវាដែលមានចឹងវាអត់ទេអញ្ចឹងហើយដល់ពេលយើងទៅទាត់ចោលអាការស្ម័គ្រចិត្តខំជួយហើយទៅថាគេនឹងពួកឧទាមពួកក្រៅច្បាប់ពួកអីពួកអស់នឹងស្អីគេចំណេញនយោបាយនេះនោះអាហ្នឹងយើងខ្លួនឯងជាម្ចាស់ហាងហ្នឹងរងការប្រមាថមើងងាយនឹងរិះគន់ពីអតិថិជនទូទៅថាងាប់ម្ចាស់ហាងអីក៏ចិត្តដេរថៃមកម្លេះគេគ្រាន់ជួយមកស្ម័គ្រចិត្តហាត់ការជួយហាងសោះហេតុអីក៏ទៅរករឿងគេសពបែបយ៉ាងអីចឹងទៅក៏វាមានខាតបង់អីយើងអត់មានអ្នកជួយគេជួយយើងទៅទេសោះហ្នឹងឥឡូវខ្ញុំស្លេះរឿងហ្នឹងហើយខ្ញុំចូលដល់រឿងអ្នកជំនាញភូមិសាស្ត្រនយោបាយខ្មែរថាថៃបំភ្លៃខ្លឹមសារបទជប់បាញ់
នេះឥឡូវចូលមកដល់រឿងយើងវិញអ្នកជំនាញភូមិសាស្ត្រនយោបាយខ្មែរថាថៃបំភ្លៃខ្លឹមសារនៃបទឈប់បាញ់ថ្ងៃនេះមានវេទិកាតុកមូលមួយដែលមានតំណាងរដ្ឋាភិបាលកម្ពុជាគឺអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានិងលោកបណ្ឌិតខាងវិទ្យាសាស្ត្រនយោបាយមួយរូបគឺលោកបណ្ឌិតយ៉ងពៅខ្ញុំសរសើរមានបញ្ញវន្តខ្មែរមានអីអាចឡើងមកជជែកពិគ្រោះយោបល់គ្នាអំពីបញ្ហាជាតិយើងគឺខ្ញុំចង់លើកទឹកចិត្តមែនតើសូមឲ្យមានឲ្យច្រើនក្រៅពីវេទិកាតុកមូលបែបនេះគឺយើងមានជាបទបង្ហាញអំពីមូលហេតុអីបានរដ្ឋាភិបាលអត់ដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬយុត្តិធម៌អន្តរជាតិមូលហេតុអីតាក់ទងរឿង MOU 2001ដែលគេចង់រំលាយចោលដោយថៃឬក៏បាត់បង់ទឹកដីដែនកោះគុតកោះអីដែនសមុទ្រអីហ្នឹងសូមឲ្យធ្វើជាប្រចាំហើយឈប់ធ្វើអាស្អីសន្និសិទសារព័ត៌មានប្រចាំថ្ងៃដដែលរាល់តែព្រឹកហ្នឹងវាអត់បានផលអីទេចំហរដ្ឋាភិបាលនៅតាមមិនទទួលស្គាល់ការដណ្ដើមបានដីខ្មែរដោយចំនួនប្រដាប់អាវុធដោយកម្លាំងអីដដែល700ដងជាងហើយនៅក្នុងការថ្លែងសារទៅគេហើយអាសន្នសិទ្ធសារព័ត៌មានរាល់ថ្ងៃអត់មានអីថ្មីសោះយើងនិយាយដដែលប៉ុន្តែអត់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិនៅតែការពារដដែលខ្ញុំចង់ឲ្យមានបញ្យលប្រជាពលរដ្ឋថាហេតុអីបានមិនដាក់ពាក្យយើងខ្ទាស់អីផ្លូវច្បាប់នឹងវាខុសអីឬក៏ត្រូវការចាំពេលយូរប៉ុណ្ណាខ្វះភ័ស្តុតាងប៉ុណ្ណាឧទាហរណ៍ប្រជាពលរដ្ឋគ្នាបានធូរស្បើយហេតុអីបានមិនដាក់ប្តឹងទៅ ICC តុលាការព្រហ្មទណ្ឌអន្តរជាតិគឺគេទម្លាក់គ្រាប់ស្លាប់យើងមកកណោះហេតុអីមិនដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិរឿងព្រំដែនសីមាដែលគេរំកិល45ទីតាំងមកហើយឥឡូវថ្ងៃនេះសូម្បីតែលោកបណ្ឌិតអ្នកជំនាញភូមិសាស្ត្រនយោបាយខ្មែរលោកយ៉ងពៅហ្នឹងក៏លោកថាថៃបំភ្លៃខ្លឹមសារបទឈប់បាញ់ខ្ញុំស្ដាប់ភាសាប្រសាសន៍របស់លោកបណ្ឌិតយ៉ងពៅខ្ញុំសរសើរលោកមកខាងខ្ញុំខកចិត្តនឹងលោកមកខាងសរសើរនឹងភាពក្លាហាននៅក្នុងការហ៊ាននិយាយបញ្ហាព្រំដែនដើម្បីឲ្យដឹងបងប្អូនយើងបានស្ដាប់ពីបណ្ឌិតប៉ុន្តែខកចិត្តត្រង់ថាលោកពន្យល់ខុសខ្លឹមសារនៃអាការពិតជាក់ស្ដែងនៅក្នុងសង្គមធ្វើឲ្យប្រជាពលរដ្ឋច្បល់ព្រោះលោកបងប្អូនទៅមើលវេទិកាតុកមូលដែលមានផ្សាយគ្រប់ប៉ុស្តិ៍នឹងនៅក្នុងស្រុកខ្មែរនឹងទៅខ្ញុំមើលតែអ្វីដែលលោកបណ្ឌិតយ៉ងពៅលើកឡើងទេលោកលើកឡើងចេះថាថៃបានឈ្លានពានដែនអធិបតេយ្យកម្ពុជាជ្រុលចូល14ទីតាំងក្រោយបទឈប់បាញ់ហើយគាត់លើកពីបទឈប់បាញ់តាំងថ្ងៃ26តុលានៅកូឡាលំពួរលើកទី1មកម៉េះឬក៏លើកបទឈប់បាញ់មុនថារុលមកហួសពីបទឈប់បាញ់ហ្នឹងហើយបំភ្លៃការពិតថាថៃគ្រប់គ្រងដែនដីឈរជើងនៅកន្លែងណាឈរជើងនៅកន្លែងហ្នឹងអញ្ចឹងសរុបសេចក្តីមកអ្វីដែលលោកបណ្ឌិតយ៉ងពៅចង់ប្រាប់ប្រជាពលរដ្ឋថាថៃបំភ្លៃខ្លឹមសារនៃបទឈប់បាញ់ដោយតាមពិតរុលចូលហួសដែនអធិបតេយ្យកម្ពុជាក្រោយបទឈប់បាញ់ទៅវិញប៉ុន្តែអ្វីដែលលោកបណ្ឌិតយ៉ងពៅធ្វើឲ្យពំតណោតគឺលោកទៅលើកពីបទឈប់បាញ់តាំងពីលើកមុនជាការពិតហើយបទឈប់បាញ់លើកមុនគឺថៃគ្រប់គ្រងបាន10តំបន់អត់តែប្រាសាទតាកបីទេអានឹងវាចប់មួយសារទៅហើយក្រោយមកក៏មានបទឈប់បាញ់មួយទៀតគឺបាញ់គ្នាមកប្រាវពីថ្ងៃ7ដល់ថ្ងៃទី21គឺ27 21ថ្ងៃថៃវាយបានច្រើនទីតាំងណាស់ដោយតាំង14ទីតាំងដែលលោកបណ្ឌិតយ៉ងពៅថាថៃបានឈ្លានពានក្រោយបទឈប់បាញ់នឹងទៅទៀតតើកន្លែងណាដែលថៃឈ្លានពានដែនអធិបតេយ្យខ្មែរដែនដីទាំង14កន្លែងក្រោយបទឈប់បាញ់ខ្ញុំអានអត្ថបទនេះឲ្យលោកយ៉ងពៅបានជ្រាបហើយសូមឲ្យបងប្អូនទាំងអស់គ្នាជួយវិភាគទាំងអស់គ្នាពេលខ្លះយើងនិយាយអំពីថាយើងមិនទទួលស្គាល់ថៃឈ្លានពានល្អហើយប៉ុន្តែនៅពេលដែលនិយាយប្រឆាចពីខ្លឹមសារពិតនៃអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវាធ្វើឲ្យប្រជាពលរដ្ឋកាន់តែភ័ន្តច្រឡំហើយខ្ញុំនិយាយនេះមិនបានទៅបន្តិចផ្អាកលោកបណ្ឌិតយ៉ងពៅអីទេខ្ញុំគិតថាលោកជាបញ្ញវន្តគួរឲ្យទុកចិត្តមួយនៅស្រុកខ្មែរដែរហើយខ្ញុំលើកទឹកចិត្តឲ្យបន្តនិយាយទៀតខ្ញុំគ្រាន់តែនិយាយនេះគឺខ្ញុំស្ដាប់មកខ្ញុំគិតថាខ្ញុំស្ដាប់អត់យល់លោកចង់និយាយថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាហ្នឹងគឺយើងរំលោភពេលក្រោយបទឈប់បាញ់មកហ្នឹងយើងចាប់ផ្ដើមឈ្លានពាន10បទអញ្ចឹង14កន្លែងហ្នឹងគឺថៃយកបានក្រោយបទឈប់បាញ់ឬក៏យកបានក្នុងពេលកំពុងបាញ់គ្នាហើយយើងព្រមព្រៀងឲ្យគេយកនៅណានៅហ្នឹងខ្ញុំចង់ច្បាស់តែប៉ុណ្្នឹងឯងឥឡូវខ្ញុំអានឯកសារនេះបងប្អូននឹងច្បាស់ប៉ុណ្ណាហើយលោកបណ្ឌិតយ៉ងពៅបើគិតថាខ្ញុំនិយាយខុសយ៉ាងណាអាចតតាំងឬក៏កែសម្រួលខ្លួនលោកវិញទៅព្រោះកុំឲ្យព័ត៌មាននេះវាសាបសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃតវ៉ាចំពោះការរំលោភបំពានរបស់ថៃក៏ប៉ុន្តែសេចក្តីតវ៉ារបស់គាត់ខែមករាដើមខែមករានេះគាត់និយាយចេះចំណុចទី2នៅក្នុងហ្នឹងនិយាយចេះ
ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅកងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងចាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងដែនទឹកដីកម្ពុជាក្នុងខេត្តចំនួន4រួមមានដូចជាខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងតគួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវភ្នំទ្រាប់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាកបីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះ14ទីតាំងគឺក្រសួងការបរទេសបាននិយាយថាថៃបានរំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាលើទឹកដីជាក់ស្ដែងដែលជាដីដែលមានចែងនៅក្នុងសន្ធិសញ្ញាបារាំងសៀមអីអញ្ចឹងគឺរំលោភពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូលោកបណ្ឌិតយ៉ងពៅពិនិត្យមើលឡើងវិញគឺក្រសួងការបរទេសខ្លួនឯងទទួលស្គាល់ថាថៃបានឈ្លានពានដែនអធិបតេយ្យកម្ពុជាទាំង14ទីតាំងនេះណាគឺតាំងពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូបានន័យថាគេយកយូរហើយមិនមែនយកក្រោយហើយតើប័ណ្ណឈប់បាញ់គេចែងថ្ងៃណាប័ណ្ណឈប់បាញ់គឺមាននៅម្ដុំថ្ងៃទី27ខែធ្នូនឹងឯងឆ្នាំ2025ហ្នឹងអញ្ចឹងបានន័យថារដ្ឋាភិបាលកម្ពុជានៅពេលដែលចុះកិច្ចសន្យាលើប័ណ្ណឈប់បាញ់គឺទទួលស្គាល់ថាថៃឈរជើងណាឈរជើងហ្នឹងដូច្នេះអ្វីដែលជាការអះអាងរបស់លោកបណ្ឌិតយ៉ងពៅថាតំបន់ទាំង14ទីតាំងដែលរដ្ឋាភិបាលទទួលស្គាល់ថាបានទន្ទ្រានឈ្លានពានក្រោយប័ណ្ណឈប់បាញ់នេះណាគឺមិនមែនជាព័ត៌មានត្រឹមត្រូវទេព្រោះតំបន់ទាំង14នេះគឺបានន័យថាថៃឈ្លានពានតាំងពីមុនប័ណ្ណឈប់បាញ់មកម្លេះហើយកម្ពុជាយល់ព្រមថាអ្នកណានៅហ្នឹងគ្រាន់តែចេញសេចក្តីថ្លែងការណ៍ថាកម្ពុជាមិនទទួលស្គាល់ទេរបៀបប្រយុទ្ធប្រឆាំងតាមចំនួនប្រដាប់អាវុធប៉ុន្តែកម្ពុជាខ្លួនឯងក៏ពាំតណោតដែរចុះហត្ថលេខាសញ្ញេជាមួយគេដែលមានលោកទាសីហាទៅចរចាគេជាមួយនឹងលោកណត្តភងណាផនិចនៅថ្ងៃទី27ខែធ្នូហ្នឹងប្រាប់ថាអ្នកណានៅហ្នឹងគឺបានឲ្យព្រមឲ្យថៃគ្រប់គ្រងដែនអធិបតេយ្យទាំង14ទីតាំងហ្នឹងទៅហើយហ្នឹងរួចទៅក្រសួងការបរទេសទើបតែចេញសេចក្តីថ្លែងការណ៍នៅថ្ងៃ3វិញថាអាកន្លែងហ្នឹងគឺមិនស្របច្បាប់ហ្នឹងគឺយើងបដិសេធនៅពេលដែលចរចាគ្នាឯណោះប្រាប់គេថាខ្ញុំអត់ទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ចរចាហើយបើយើងចរចាជាមួយថៃអាថ្ងៃទី27ខែធ្នូថាតំបន់14កន្លែង